សំខាន់សេវាកម្មយើងថ្មីនេះគឺអ៊ំចាស់មិនបាច់ឲ្យកូនជូនទៅទៀតទេខ្ញុំមានបុគ្គលិកខ្ញុំជូនពីភ្នំពេញហ្នឹងជាយន្តហោះទៅជាមួយរហូតជូនតំណើមកកញ្ចប់នឹងចប់ហើយជាយន្តហោះត្រឡប់មកវិញទៀតមានន័យថាទាំងចេញទៅទាំងត្រឡប់មកវិញគឺខ្ញុំមានបុគ្គលិកខ្ញុំទៅមកជាមួយគ្នាតែម្ដងអញ្ចឹងអត់ធ្វើអ៊ំពូមីងប្របែណាអញ្ចឹងអ៊ំពូមីងចោះឈ្មោះក្នុងខែ3តម្លៃហ្នឹងអ៊ំពូមីងក្នុងមួយអាទិត្យខ្ញុំចេញដល់4ថ្ងៃអញ្ចឹងរើសថ្ងៃណាក៏បានដែរអាទិត្យច័ន្ទអង្គារពុធពហុអញ្ចឹងឥឡូវយើងនិយាយវិញបែរ57មានសម្រិនហោះទៅមកមានកន្លែងស្នាក់នៅរយៈពេល2យប់ហើយកតុបយើងគឺស្តង់ដាបើភ្ញៀវ2នាក់ឲ្យមកបន្ទប់បើភ្ញៀវ3នាក់ក៏មានកតុបសម្រាប់3នាក់បើភ្ញៀវគ្រួសារ4នាក់មានបន្ទប់សម្រាប់គ្រួសារ4នាក់ព្រោះខុនដូខ្ញុំមានមួយយូនីតហ្នឹងមាន2កតុបគេងក៏មានដែរអញ្ចឹងណាហើយមួយទៀតពេលទៅដល់ពលានហ្នឹងគឺខ្ញុំមានឡានទៅចាំទទួលហើយយកឡានជូនទៅពលានវិញតែឡើយនេះខ្ញុំសុំបើកវងជាប់បញ្ជាក់ដែរតាក់តងនឹងបងប្អូនដែលចង់សម្ដៅទៅតែមន្ទីរពេទ្យសាន់វេក្នុងមួយគ្រួសារគឺខ្ញុំសុំថែម30រៀលក្រៅព្រោះថាមន្ទីរពេទ្យសាន់វេហ្នឹងគឺអត់មានចូលរួមជាមួយតម្លៃឡានមួយពួកខ្ញុំទេអ្វីដែលខ្ញុំធ្វើតម្លៃវិកខ្ចប់357នេះគឺតម្លៃកម្មវិធីហ្នឹងគឺល្អសម្រាប់អ៊ំពូមីងដែលគាត់ចាស់ហើយគាត់ត្រូវការទៅតាមដានជំងឺចិញ្ចោឬក៏ភាកច្រើនទឹកនោមផ្អែមលើសឈាមឈឺជើងជង្គង់សន្លាក់ជាពិសេសគឺវះភ្នែកមួយរយៈហ្នឹងវះភ្នែកសូម្បីតែខ្ញុំមួយរយៈទៀតខ្ញុំនាំមកអានទៅវះភ្នែកដែរនៅហ្នឹងណាចាអញ្ចឹងជំងឺទាំងអស់ហ្នឹងគឺអ៊ំពូមីងច្បាស់ជាភ័យអីអញ្ចឹងណាខាងបើសិនជាទៅត្រូវឲ្យកូនចៅឲ្យបានជូនទៅខាតបងពេលវេលាកូនចៅឲ្យដឹងស្រាប់ហើយសម្រិនហោះឥឡូវទៅម៉ាឡេគឺអត់ថោកទេទិញលឿនផុតតម្លៃ300ជាងហើយមុនទិញឲ្យភ្ញៀវតម្លៃ400ជាងណាថ្លៃមែនតែនអញ្ចឹងឥឡូវហ្នឹងអ៊ំពូមីងទិញកញ្ចប់របស់ខាងខ្ញុំទៅខ្ញុំមានចេញដំណើរប៉ុន្តែចោះឈ្មោះឲ្យតាន់ដោយសារតែភ្ញៀវថ្មីគាត់មកចោះឈ្មោះដែរតាន់គេហើយគាត់បាយជានិយាយថាខ្ញុំហ្នឹងផ្សាយឲ្យប៉ុន្តែអត់មានផលិតផលលក់អត់មានសេវាកម្មលក់ទេតាមពិតមិនមែនថាភ្ញៀវមកទិញអត់លក់ទេដោយសារតែអ៊ំពូមីងមកទិញហ្នឹងយឺតព្រោះក្នុងមួយថ្ងៃគឺខ្ញុំកាត់បានត្រឹមតែ8-10កន្លែងទេអញ្ចឹងណាហើយក្នុងមួយអាទិត្យខ្ញុំចេញដំណើររហូតដល់4ថ្ងៃអញ្ចឹងណាហើយខុនដូខ្ញុំអ្នកដែលធ្លាប់ទៅគឺដឹងស្រាប់ហើយអញ្ចឹងណាអ៊ំពូមីងមើលខ្ញុំដែរព្រោះបើសិនជាខ្ញុំយកភ្ញៀវទៅដាក់នៅកន្លែងអន់ក៏អត់កើតដែរកុំភ្លេចថាខ្ញុំស្ថិតនៅក្នុងវិស័យទេសចរ20ឆ្នាំហើយរឿងថាតំណែងនោះសុកក្រៅធានាថាអត់ចាញ់គេនិយាយចឹងហ្មងណាចាហើយមួយទៀតអ្វីដែលខ្ញុំនិយាយបើមិនការពិតគឺខ្ញុំមិននិយាយទេខាងខ្ញុំគឺធ្វើការផ្ទាល់ជាមួយខាងទីពេទ្យហើយបុគ្គលិកនៅខាងខ្ញុំអ៊ំពូមីងដឹងមួយទៀតទី1អ្វីដែលយើងធ្វើគឺចេញមកពីវិជ្ជាជីវៈរបស់ពេទ្យទាំងអស់ទី2អ្វីដែលយើងណែនាំទៅកាន់អ្នកជំងឺឬក៏ភ្ញៀវគឺសុទ្ធសឹងតែយើងយកបានព័ត៌មានពីខាងទីពេទ្យឬក៏ដុកទ័រទាំងអស់ទី3សម្រាប់ទីពេទ្យធំៗនៅក្នុងដៃទាំងខ្ញុំទាំងអស់មាន6 7អញ្ចឹងអ៊ំពូមីងគឺអត់បាច់ភ័យព្រួយបារម្ភតាក់ទងនឹងរឿងកុំចង់ទៅព្យាបាលអីមិនគឺមិនបាច់ភ័យទេគឺតម្លៃព្យាបាលនៅខាងម៉ាឡេតម្លៃដុកទ័រគឺត្រូវបានកំណត់ដោយរដ្ឋចាដុកទ័រមិនថាកម្រិតណាក៏ដោយសាស្ត្រាចារ្យក៏ដោយតម្លៃថ្លៃលើសតែ100 ringgit អីទេអត់លើសនឹងច្រើនទេអញ្ចឹងណាគ្រាន់តម្លៃប្រឹក្សាតម្លៃផលិតតម្លៃអីហ្នឹងខ្ទង់ថាត្រឹម300ទៅ400ហ្នឹងគឺអស់ហើយចន្លោះប៉ុណ្្នឹងឯងហើយតម្លៃវះកាត់មួយចំនួនក៏អញ្ចឹងដែរលើកលែងតែបរិខានៅប្រើប្រាស់នៅក្នុងមន្ទីរពេទ្យទេដែលរដ្ឋគេមិនកំណត់ក្រៅពីហ្នឹងគឺត្រូវបានកំណត់ទាំងអស់អញ្ចឹងហើយបងប្អូនកន្លែងហ្នឹងគឺមិនបាច់ចាំភ័យបារម្ភទេអញ្ចឹងណា